អ្នកមីងប្រហែលជាខាំតេពីទៅចាចាអរគុណជ្រាបនេះចាហើយលះបងចាបានន័យថាលះបងឲ្យគាត់ជួបគ្នាទៅចាហើយម្យ៉ាងទៀតបើសិនជាបងអូនប្រុសបានស្ដាប់ចាបងអូនប្រុសព្យាយាមចាកុំឲ្យការស្រឡាញ់របស់អូនរវាងអូននិងភរិយាហ្នឹងបោះបង់ម្ដាយទាំងសងខាងបានន័យថាទោះបីជាម៉ាក់មិនក៏ដោយចាហើយម៉ាក់ខាងស្រីមិនក៏ដោយគឺយើងត្រូវតែទៅមកចាចង់សំណូមពរដល់បងអូនប្រុសបងអូនស្រីទាំងសងខាងត្រូវទៅលើកជង្គង់ចាខមាទោសឬសុំទោសម៉ាក់ហើយចាបងជឿតទៀតនាងខ្ញុំសូមចិត្តអ្នកមីងតែចោះថាសូមឲ្យអ្នកមីងអធិស្ឋានចោះចាមានគូស្នេហាជាច្រើនដែលម្ដាយទាំងពីរចាអត់ពេញចិត្តហើយគាត់អាចរស់នៅជាមួយគ្នាហើយចុងបញ្ចប់ចាខាងម៉ែទាំងសងខាងហ្នឹងគឺអធិស្ឋានឲ្យកូនទាំងសងខាងមានសម្រាប់ក្រុមគ្រួសារនាងខ្ញុំផ្ទាល់ចាអញ្ចឹងការស្រឡាញ់នាងខ្ញុំបើនាងខ្ញុំត្រូវលះបង់ការស្រឡាញ់របស់នាងខ្ញុំធ្វើមិនឲ្យកូនបានក្តីសុខចាអ្នកមីងសួរមិនថាតើអ្នកណាទទួលខុសត្រូវណាចម្លើយគឺសម័យខ្លួនទទួលខុសត្រូវហ្នឹងមិនមានអីគួរចម្លែកចំពោះមុខចំពោះមុខសម័យខ្លួនក៏ប៉ុន្តែម្ដាយឪពុកគឺក៏គាត់មានតួនាទីទទួលខុសត្រូវខ្ពស់គាត់ពិបាកចិត្តចាមិនអត់ទទួលទេប៉ុន្តែបើដូចជាឪពុកម្ដាយខ្ញុំគាត់ធ្វើម៉េចឲ្យខ្ញុំរៀនបានខ្ពស់ឲ្យខ្ញុំរឹងមាំចេះគិតអញ្ចឹងបើខ្ញុំប្រភ្លឺគិតរើសខុសខ្លួនឯងអានោះខ្ញុំត្រូវទទួលខុសត្រូវខ្លួនឯងព្រោះគាត់បានផ្ដល់ឲ្យហើយគាត់ផ្ដល់ការអប់រំគាត់បញ្ជូនយើងទៅរៀនគាត់ចាប់មកដល់ណាដល់នេះប៉ុន្តែមនុស្សយើងណាមីងដល់អាយុកំណត់ណាមួយគេត្រូវតែទទួលខុសត្រូវលើជីវិតគេរៀងខ្លួនបើសិនជាបញ្ជូលតាមបែបពុទ្ធសាសនាកម្មអ្នកណាអ្នកនោះទទួលទោះបីជាឪពុកម្ដាយក៏ដោយបើឧទាហរណ៍ថាគូគាត់ពីរនាក់ជាគូកម្មអានឹងគាត់កម្មមកពីជាតិណាក៏មិនដឹងចឹងសូម្បីតែការបង្រៀនបែបពុទ្ធសាសនាក៏ដោយក៏បង្រៀនមនុស្សឲ្យទទួលខុសត្រូវទៅលើជីវិតខ្លួនឯងដោយខ្លួនឯងដែរនឹងសូម្បីតែច្បាប់ធម្មជាតិក៏ដោយបើយើងយកកបិតមកចាក់ជើងយើងអ្នកឈឺមិនអាចក្រៅពីយើងទេឪពុកម្ដាយស្រឡាញ់កូនបារម្ភកូនលក្ខណៈក៏ប៉ុន្តែពេលខ្លះសេចក្តីស្រឡាញ់របស់ឪពុកម្ដាយតែអ្នកមានធ្លាប់បានពិចារណាអត់ថាសេចក្តីស្រឡាញ់របស់យើងធ្លាប់ធ្វើឲ្យកូនឈឺចាប់ដែរឬអត់ខ្ញុំឧទាហរណ៍សាមញ្ញធម្មតាណាចឹងជួនកាលមានយុវវ័យម្នាក់ដែលខ្ញុំស្គាល់ជាប្រិយមិត្តនៅក្នុងកម្មវិធីវិទ្យុខ្ញុំគាត់ចង់ទៅចូលរួមសិក្ខាសាលានៅខាងក្រៅក៏ប៉ុន្តែឪពុកម្ដាយក៏អត់ឲ្យទៅទេមូលហេតុគឺគាត់បារម្ភពីបញ្ហាសុខភាពហើយមិនមែនឪពុកម្ដាយខុសទេបារម្ភជារឿងមួយត្រឹមត្រូវប៉ុន្តែពេលខ្លះអាការបារម្ភពេករបស់យើងវាធ្វើឲ្យកូនរបស់យើងបាត់ឱកាសដែលសំខាន់គឺគាត់ធំហើយគាត់ត្រូវតែរៀនទទួលមេរៀនជីវិតដោយខ្លួនឯងអញ្ចឹងបើគាត់ក្របើសិនជាគាត់បានប្រពន្ធទៅដែលមិនចេះទុកដាក់អាហ្នឹងប្រាប់គាត់ខ្លួនឯងដែរឃើញអត់ហ្នឹងមកពីចេះមកពីចូលអញ្ចឹងម្នាក់ហ្នឹងត្រូវទទួលខុសត្រូវខ្លួនឯងអញ្ចឹងសម្រាប់ខ្ញុំសូម្បីតែការបង្រៀនបែបពុទ្ធសាសនាក៏បង្រៀនមនុស្សថាកម្មអ្នកណាអ្នកនោះទទួលដែរហើយជាទូទៅគឺបើឆ្លោយឲ្យត្រង់ថាអ្នកណាទទួលខុសត្រូវគឺសម័យខ្លួនសួរថាចុះយើងជាឪពុកម្ដាយដែលបារម្ភដែលស្រឡាញ់យើងបានបារម្ភបានស្រឡាញ់យើងប្រាប់ទៅក៏ប៉ុន្តែកូនត្រូវតែមានសិទ្ធិក្នុងការសម្រេចចិត្តខ្លួនឯងព្រោះបើសិនជាយើងត្រូវសម្រេចចិត្តជំនួសកូនអញ្ចឹងតើអត់ចាំបាច់ត្រូវបញ្ជូនកូនទៅរៀនទេណាយើងចិញ្ចឹមដំណើរតាមឯងធ្វើទៅបានប៉ុន្តែបើការសម្រេចចិត្តគាត់ខុសអានឹងកម្មពីរបស់គាត់អានឹងគាត់ត្រូវទទួលខុសត្រូវខ្លួនឯងចាត្រឹមត្រូវហើយមិញយើងបានសួរគាត់ណាថាតើមានកូនហើយនៅព្រោះពេលខ្លះអារម្មណ៍នៅពេលដែលរស់នៅជាមួយគ្នានៅពេលដែលគាត់ពេញចិត្តនៅក្នុងកំឡុងពេលប្តីប្រពន្ធមិនទាន់មានកូនវាជារឿងផ្សេងតែបើសិនជាគាត់មានចៅអាចជាចាប្រេងម៉ាស៊ីនមួយចាដាក់ឲ្យ